នេះគឺជាហេតុការណ៍បាត់ឡើងក្រុងលេខ375នៅក្នុងប្រទេសចិនមនុស្សជាច្រើនបាននិយាយតៗគ្នាអំពីឧបទ្ទវហេតុនៃការបាត់ឡើងក្រុងលេខ375នេះមិនត្រឹមតែប្រជាជននៅក្នុងប្រទេសចិនទេតែបាននិយាយសូម្បីតែពិភពលោកទាំងមូលក៏បានចាប់អារម្មណ៍នៅរឿងរ៉ាវរបស់ឡានក្រុងលេខ375នេះដែរដែលវាគឺជារឿងដ៏គួរឲ្យរន្ធត់មួយដែលកើតឡើងនឹកស្មានមិនដល់សូម្បីតែប្រជាជននៅក្នុងប្រទេសចិនសពថ្ងៃក៏មានការភ័យខ្លាចជាខ្លាំងនៅពេលដែលគេនិយាយដល់ហេតុការណ៍ឡើងក្រុងលេខ375នេះដែលវានៅតែជាអាថ៌កំបាំងហើយមិនទាន់ដោះស្រាយចេញនៅឡើយទេហេតុការណ៍ឡើងក្រុងលេខ375នេះត្រូវបានគេឲ្យដឹងថាគឺជារឿងពិតវាបានកើតឡើងនៅយប់ថ្ងៃទី14ខែវិច្ឆិកាឆ្នាំ1995នៅទីក្រុងប៉េកាំងនៃប្រទេសចិននៅយប់ថ្ងៃកើតហេតុម៉ោងប្រហែលជា11យប់ឡានក្រុងលេខ375ដែលជាជើងចុងក្រោយត្រូវបានដកចេញពីស្ថានីយ៍យន្តទៅស្ញៀងសាននៅតាមដងផ្លូវលើឡានក្រុងមិនមានអ្នកដំណើរទេគឺមានតែអ្នកបើកបរហើយនិងស្ត្រីដែលជាអ្នកគិតលុយនៅពេលនោះឡានក៏បានទៅដល់ចំណតមានអ្នកដំណើរ4នាក់ស្ត្រីចំណាស់ក្មេងប្រុសហើយនិងគូស្នេហ៍មួយគូពួកគេក៏បានឡើងលើឡានក្រុងនៅកៅអីខាងមុខបន្ទាប់ពីអ្នកបើកបរគឺគូស្នេហ៍វ័យក្មេងបន្ទាប់មកគឺក្មេងប្រុសបន្ទាប់មកទៀតគឺស្ត្រីចំណាស់ដែលអង្គុយនៅកៅអីកណ្ដាលនៃឡានក្រុងក៏បន្តដំណើរទៅគោលដៅផ្សេងទៀតនៅលើឡានក្រុងមានសភាពស្ងប់ស្ងាត់ណាស់ពីឯអាកាសធាតុវិញគឺត្រជាក់ខ្លាំងនៅយប់នោះមួយសន្ទុះក្រោយមកឡានក្រុងក៏បានទៅជិតដល់ចំណតប្រហែលជា10ទៅ20ម៉ែត្រស្រាប់តែស្ត្រីដែលជាអ្នកគិតលុយនឹងបានឃើញថាដូចជាមានស្រមោលមនុស្សបកដៃហៅឡានក្រុងពេលនោះឡានក្រុងក៏បានឈប់ទ្វារក៏បានបើកមានបុរស2នាក់បានឡើងលើឡានក្រុងប៉ុន្តែពេលឡើងមកមិនមែន2នាក់ទេគឺមាន3នាក់មើលទៅសភាពពួកគេនឹងដូចជាមនុស្សមកពីសម័យបុរាណហើយបុរសដែលនៅកណ្ដាលមើលទៅដូចជារឿងទុតទ្រោមខ្លាំងណាស់ដូចជារឿងស្រវឹងធ្វើឲ្យអ្នកដំណើរនៅលើឡានក្រុងមានការភ័យខ្លាចជាខ្លាំងពេលនោះដែរស្ត្រីដែលជាអ្នកគិតលុយបានសម្រួលស្ថានភាពគាត់ថាកុំខ្លាចអីពួកគេគឺជាតួសម្ដែងទេពួកគេថតកុននៅចិត្តនេះប្រហែលជាពួកគេថតដល់យប់ហើយទើបពួកគេផ្លាស់អាវមិនទាន់ហើយពួកគេក៏ផឹកតែម្ដងទៅពេលនោះសភាពនៅលើឡានក្រុងក៏ប្រែជាមុខធម្មតាវិញមួយសន្ទុះក្រោយមកឡានក្រុងក៏បានទៅដល់ចំណតមួយទៀតគូស្នេហ៍មួយគូនឹងក៏បានចុះពីលើឡានក្រុងក៏បានបន្តដំណើរទៅតាមគោលដៅផ្សេងទៀតចំណែកឯស្ត្រីចំណាស់ឯនេះវិញគាត់បានចោលកន្ទុយភ្នែកមើលទៅកាន់បុរសទាំង3នាក់នោះនៅពេលនោះខ្យល់បក់ខ្លាំងធ្វើឲ្យព្យាកៅរបស់គេនឹងប៉ើងគាត់ក៏បានឃើញថាពួកគេគឺគ្មានជើងទេគាត់ដឹងយ៉ាងច្បាស់ថាពួកគេគឺជាខ្មោចពេលនោះគាត់តក់ស្លុតយ៉ាងខ្លាំងគាត់មិនដឹងធ្វើយ៉ាងណាទេគាត់មានតែប្រឌិតរឿងឡើងដើម្បីចោទក្មេងប្រុសម្នាក់នោះថាបានយកកាបូបរបស់គាត់ក្មេងប្រុសម្នាក់នោះបានប្រកែកថាអត់បានយកទេហើយគាត់នៅតែលោឡាគាត់នៅតែចោទក្មេងប្រុសម្នាក់នោះថាយកកាបូបរបស់គាត់ហើយពេលនោះសម្លេងរបស់គាត់ធ្វើឲ្យអ្នកបើកបរឮក៏បានមកសម្របសម្រួលអ្នកទាំងពីរប៉ុន្តែស្ត្រីចំណាស់នៅតែប្រកែកគាត់ថានៅខាងមុខមានប៉ូលីសឥឡូវនេះគាត់ត្រូវការនាំក្មេងប្រុសម្នាក់នេះទៅកាន់ប៉ូលីសក្មេងប្រុសម្នាក់នោះក៏គាត់គ្មានខ្លាចអ្វីដែរពីព្រោះថាគាត់គឺមិនបានយកផងត្រូវឲ្យខ្លាចប៉ូលីសពេលនោះឡានក្រុងក៏បានឈប់ពួកគេក៏បានចុះពីលើឡានក្រុងនៅពេលដែលឡានក្រុងចេញទៅផុតសពតែក្មេងប្រុសគាត់ខឹងនឹងស្ត្រីចំណាស់ម្នាក់នោះថានេះគឺជាជើងចុងក្រោយរបស់គាត់ហើយឲ្យគាត់ទៅផ្ទះតាមរបៀបណាស្ត្រីចំណាស់បានស្រែកឲ្យវិញថាគាត់បានជួយជីវិតរបស់គេក្មេងប្រុសគាត់ថាជួយរបៀបម៉េចហើយមានហេតុការណ៍អ្វីកើតឡើងស្ត្រីចំណាស់គាត់ថាឯងមិនដឹងទេនៅលើឡានក្រុងបុរសទាំង3នាក់ដែលអង្គុយនៅខាងក្រោយនោះគឺជាខ្មោចនៅពេលដែលព្យាកៅពួកគេប៉ើងខ្លាំងទៅលើយើងឃើញពួកគេថាគ្មានជើងទេយើងពេលនោះភ័យតក់ស្លុតយ៉ាងខ្លាំងយើងមិនដឹងធ្វើយ៉ាងណាទេយើងក៏បានប្រឌិតរឿងឡើងដើម្បីចោទឯងតែម្ដងទៅហើយក្មេងប្រុសក៏បានសួរទៅវិញថាចុះអ្នកលើឡានក្រុងផ្សេងទៀតក៏មិនប្រាប់ផងស្ត្រីចំណាស់ម្នាក់នោះក៏បានតបទៅវិញថាគាត់បានប្រាប់ដែរប្រាប់ទៅកាន់អ្នកគិតលុយស្រីនោះប៉ុន្តែគេថានេះគ្រាន់តែជាការបំភាន់ភ្នែកតែប៉ុណ្ណោះហើយស្ត្រីចំណាស់គាត់មិនដឹងជាធ្វើយ៉ាងណាទៀតទេគាត់មានតែប្រឌិតរឿងឡើងដើម្បីចោះពីលើឡានក្រុងហើយក្មេងប្រុសម្នាក់នោះគាត់ថាតើឥឡូវនេះពួកគេត្រូវធ្វើអីបន្តទៀតស្ត្រីចំណាស់គាត់បាននិយាយថាពួកគេត្រូវទៅកាន់ប៉ូលីសដើម្បីរាយការណ៍អំពីហេតុការណ៍នេះលុះស្អែកឡើងថ្ងៃទី15ខែវិច្ឆិកាមន្ត្រីស្ថានីយ៍ឡានក្រុងបានឲ្យដឹងថាឡានក្រុងលេខ375ដែលដកចេញពីយន្តរនទៅជាសានមិនទាន់ឃើញមកដល់ចំណតវិញនៅឡើយទេមន្ត្រីស្ថានីយ៍ឡានក្រុងក៏បានសេរបាយការណ៍អំពីការបាត់ឡានក្រុងលេខ375នេះទៅកាន់ប៉ូលីសក៏បានកោះហៅស្ត្រីចំណាស់ហើយនឹងក្មេងប្រុសមកសរសេរកំណត់ហេតុបន្ថែមនៅពេលដែលដឹងរឿងរ៉ាវអស់ហើយដំណឹងនៃការបាត់ឡានក្រុងលេខ375នេះក៏បានផ្សាយភាយពេញទីក្រុងប៉េកាំង
ពីថ្ងៃបន្ទាប់ឡានក្រុងត្រូវបានប៉ូលីសរកឃើញនៅទន្លេចម្ងាយពីស្ថានីយ៍ប្រហែលជា100គីឡូម៉ែត្ររកឃើញសាកសព3នាក់បុរសជាអ្នកបើកបរស្ត្រីជាអ្នកគិតលុយហើយនិងបុរសម្នាក់ទៀតដែលមិនស្គាល់អត្តសញ្ញាណបន្ទាប់ពីការស្រាវជ្រាវបន្ថែមពីឧបវហេតុនៃការបាត់ឡានក្រុងលេខ375នេះរួចមកសំណួរអាថ៌កំបាំងក៏លេចឡើងជាច្រើនហើយចម្លើយវិញនោះគឺគ្មានម្ដងសពថ្ងៃទី1តើឡានក្រុងទៅដល់100គីឡូម៉ែត្រមិនទៅរួចព្រោះថាពួកគេមិនមានសាំងគ្រប់គ្រាន់នោះទេទី2តើហេតុអ្វីបានជាសាកសពស្អុយលឿនម្ល៉េះរយៈពេលត្រឹមតែ2ថ្ងៃប៉ុណ្ណោះទី3ហេតុអ្វីបានជាមានឈាមនៅក្នុងធុងស្តាំងនៃឡានក្រុងទៅវិញទី4ហេតុអ្វីបានជាឡានក្រុងមិនបង្ហាញខ្លួននៅតាមកាមេរ៉ាសុវត្ថិភាពនៅតាមចំណតនីមួយៗទី5តើពួកគេទាំង3គឺជាខ្មោចមែន